ជំរាបសួរពុកម៉ែបងប្អូនវីដេអូនេះខ្ញុំមកចែកជាចំណេះដឹងតិចតួចបង្ហាញប្រាប់បងប្អូនពីរបៀបយើងសេរីបូមសេរីកង់ឲ្យវាត្រូវជាមួយនឹងកាត់តប៊ូនឹងបងប្អូនឃើញជាក់ស្ដែងម៉ូតូនឹងកង់ហើយនឹងកាត់តប៊ូវាខុសគ្នាឆ្ងាយដោយសារតែម៉ូតូនឹងគាត់ចេះប៉ះជាមួយនឹងឡានអញ្ចឹងវាបណ្ដាលឲ្យស្រុញបូមទៅក្រោយក៏ប៉ុន្តែកាត់តប៊ូមកកាត់ក្រោយវាអត់ទៅប៉ះជាមួយនឹងម៉ាស៊ីនទេដល់ពេលវាអត់ទៅប៉ះជាមួយនឹងម៉ាស៊ីនមានន័យថាម៉ូតូនឹងវាគ្រាន់វាតែបូមទេស្មើជាមួយកទូកវាអត់ប៉ះពាល់អីទេហើយវិធីសាស្ត្របែបងាយបងប្អូនមានដូចជាឈើឬមួយក៏ដែករៀងធំមកហើយយើងយកមកគោះវាមុននឹងគោះយើងត្រូវតែដាក់ទ្រាប់កណ្ដាស់ឡាំងឬមួយកណាត់អីឲ្យក្រាស់ទៅដើម្បីកុំឲ្យវារបកបូមបងប្អូនធ្វើតាមខ្ញុំទៅនេះខ្ញុំចាប់ផ្ដើមគោះបង្ហាញប្រាប់វីដេអូនេះខ្ញុំធ្វើរៀងយឺតទេអត់លឿនពេកទេមានបងប្អូនគាត់ចូលខមមិនថាបងបើសិនជាធ្វើវីដេអូចែករំលែកបងធ្វើវីដេអូយឺតទៅកុំលឿនពេកបងប្អូនពុតតាមខ្ញុំឃើញថាវាមកបានប្រហែលជា 70% ហើយនៅសល់ 30% ទៀតនេះឃើញថាវាត្រង់ប៉ុន្តែជាគៀងជាមួយនឹងកាត់តប៊ូមុខវាអត់វាទេវាតែកង់គឺវាខុសពីកាត់តប៊ូនឹងឆ្ងាយខ្លាំងអញ្ចឹងមានន័យថាម៉ូតូនឹងវាស្រុញបូមខាងឆ្វេងនឹងស្រុញទៅក្រោយខ្លាំងយើងគោះវាបងប្អូនធ្វើតាមខ្ញុំដដែលហ្នឹងបើសិនជាវាអត់ទាន់ត្រង់គោះអញ្ចឹងដើម្បីឲ្យវាត្រង់បើសិនជាគោះឲ្យវារៀងកង់នឹងវាវាពីកាត់តប៊ូទៅខាងស្ដាំរៀងខ្លាំងតិចក៏អីដែរទុកតែមួយបន្តិចវានឹងទាញមកវិញត្រង់តែម្ដងឃើញគឺថាវាត្រង់ហើយក៏ប៉ុន្តែវានៅស្ទើរបន្តិចប្រហែលជា5លេអញ្ចឹងណាបងប្អូនហ្នឹងហើយមិន5លេទេចង់មកហ៊ុនពីហ៊ុនដែរអញ្ចឹងគួរតែសេរីតាមនឹងទៀតឥឡូវខ្ញុំមើលពីលើឃើញថាចង្គៀងកាត់តប៊ូមុខវាត្រង់ទេហើយមកមើលកង់វានៅសល់តិចតួចខ្លាំងមែនតើយើងសេរីបន្ថែមទៀតធ្វើតាមខ្ញុំចឹងបងប្អូនអត់ពិបាកទៅរដូចជាកន្លែងដែលគេសងត្រេទេអញ្ចឹងខ្ញុំសូមអធិស្ឋានពីកន្លែងសងត្រេផងយើងខ្វះខាតថវិកាអីធ្វើតាមខ្ញុំទៅបងប្អូនប៉ុណ្្នឹងអីជាងដៃថ្មីដែលគាត់អត់ទាន់បានដឹងឬមួយក៏មានឧបករណ៍គ្រប់គ្រាន់អីធ្វើតាមខ្ញុំគឺស៊ីផុយតែម្ដងម៉ូតូបើសិនជាវាចំពោះឬមួយក៏វាបោកតិចតួចប៉ុណ្ណឹងគឺយើងអាចសេរីបានអត់ពិបាកទៅកន្លែងជាងគេសងត្រេទេហើយមួយទៀតកាត់តប៊ូអាខាងក្រោយហ្នឹងយើងមើលឲ្យចំពាក់កណ្ដាលវាកង់ហ្នឹងចំពាក់កណ្ដាលកាត់តប៊ូក្រោយមានន័យថាវាត្រង់ហើយចំណុចសំខាន់មួយទៀតត្រូវមើលកាត់តប៊ូមុខកាត់ក្រោយហើយជាមួយនឹងកន្លះបងប្អូនជាមួយនឹងក្បាលកន្លះបើសិនជាវាប៉ះមានន័យថាម៉ូតូហ្នឹងស្រុញទៅក្រោយស្រុញស្មាទៅក្រោយអញ្ចឹងយើងមានតែដោះយកទៅឲ្យគេសងត្រេទេបើសិនជាវាអត់ប៉ះអញ្ចឹងបងប្អូនវានៅឃ្លាតប៉ុណ្្នឹងមានន័យថាម៉ូតូហ្នឹងវាអត់មានប៉ះពាល់នឹងស្មាទេវាគ្រាន់តែវាបូមតិចតួចហ្នឹងហើយបងប្អូនវីដេអូដែលចែកជាចំណេះដឹងតិចតួចក៏មានតែប៉ុណ្្នឹងដែរក៏សូមអរគុណច្រើននិងសូមគោរព